តើដែលប្រពន្ធគាត់ស្លាប់នៅក្នុងមន្ទីរពេទ្យហ្នឹងគាត់មិនអស់ចិត្តគាត់ថាដោយសារការធ្វើប្រហែសរបស់គ្រូពេទ្យបាទអាហ្នឹងគំនិតរបស់គាត់ក៏ចង់ចឹងអញ្ចឹងគាត់សុំសំណុំពរទេគាត់សំណុំពរគាត់អត់ស្គាល់ឈ្មោះខ្ញុំជួយបន្ថែមទៅហើយខ្ញុំក៏មិនមែនមកឡាយធ្វើព័ត៌មាននេះបានផលប្រយោជន៍អីពីគាត់រាប់អីទេអានេះការជួយសង្គមព្រោះអ្នកព័ត៌មានមានតួនាទីភារកិច្ចទី1គឺចុះយកព័ត៌មានទី2យកព័ត៌មានបានគ្រប់ជ្រុងធ្វើព័ត៌មានតែនេះគឺជាព័ត៌មានបត់បង្ហាញនេះដើម្បីឲ្យអាដាមយល់ជ្រាបប្រពន្ធគាត់ស្លាប់មកគិតឥឡូវនេះវាជិត2ខែហើយយើងចង់និយាយចេះប៉ុន្តែគាត់នៅថាមិនអស់ចិត្តនៅសំណុំពរដល់អង្គភាពខ្ញុំឲ្យជួយផ្សព្វផ្សាយទៅតាមបណ្ដាញសង្គមព័ត៌មានបាទតាមបណ្ដាញសង្គមដើម្បីឲ្យជ្រាបពីព័ត៌មានដូចគាត់ចង់និយាយចឹងគាត់ចង់បញ្ជាក់ថាពិសេសគឺរដ្ឋមន្ត្រីក្រសួងសុខាភិបាលនឹងអាដាមអីនៅអាដាមឈៀងរ៉ាហ្នឹងហើយនឹងទី2គឺនៅលោកស្រីស្អីនេះប្រធានមន្ត្រីសុខាភិបាលពេទ្យខេត្តកំពង់ធំហើយលោកឈ្មោះឲ្យស្រីស៊ីននេះដែលទទួលបន្ទុកប្រធានមន្ត្រីសុខាភិបាលខេត្តកំពង់ធំហើយនឹងគាត់សំណូមពរដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាលគួរតែឲ្យមានកម្លាំងអធិការកិច្ចរបស់ក្រសួងចុះមកសិក្សាស្រាវជ្រាវចំពោះបញ្ហារឿងនៅប្រពន្ធគាត់និងកូនគាត់ដែលស្លាប់នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ធំកាលពីថ្ងៃទី9ខែ3ឆ្នាំ2025នេះបាទញ៉ាតរុកដាច់ត្រង់អាយដាមលោកទាវលោកស្រីប្រិយមិត្តនិងបងប្អូនជនរួមជាតិខ្មែរទាំងអស់ទាំងនៅក្នុងស្រុកក្រៅស្រុកបាទដែលរាល់និយមនៅការ live របស់អង្គភាពគេហព័ត៌មានសារព័ត៌មានបាទនៅខណៈពេលនេះខ្ញុំបាទលេងមឹងហើយនឹងបងប្អូននៅក្រុមការងារហើយនឹងបងប្អូនហ៊ានជីនណាកំពុងស្ថិតនៅក្នុងទីតាំងមួយនៅចំណុចភូមិកំពង់រទេះឃុំកំពង់រទេះក្រុងសង្សែនខេត្តកំពង់ធំអញ្ចឹងបងប្អូនហ៊ុនជីននឹងគាត់សំណូមពរទៅដល់អង្គភាពរបស់ខ្ញុំបាទបាទឲ្យជួយផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម Facebook TikTok ហើយនិង YouTube ពីករណីនៅប្រពន្ធប្អូនកាលពីថ្ងៃទី9ខែ3ឆ្នាំ2025ដែលចូលទៅសម្រាប់នៅក្នុងចូលទៅកើតកូនឬក៏សម្រាប់កូននៅក្នុងមន្ទីរពេទ្យខេត្តកំពង់ធំបាទហើយនៅក្នុងថ្ងៃដដែលនោះនៅប្រពន្ធប្អូនហើយនឹងកូនបានស្លាប់នៅក្នុងមណ្ឌលមន្ទីរពេទ្យខេត្តកំពង់ធំនៅក្នុងមណ្ឌលបង្កើតកូននៅក្នុងមណ្ឌលបង្កើតកូនបាទអញ្ចឹងយើងអត់នេះដែរគាត់ដូចជាគាត់បានបញ្ជាក់ប្រាប់មកអង្គភាពខ្ញុំដែលខ្ញុំបានមកដល់មុននឹងធ្វើការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមគាត់ថាពេលដែលថ្ងៃទី9ហ្នឹងប្រពន្ធគាត់ចូលទៅជាបាលនៅក្នុងចូលទៅសម្រាប់កូនហ្នឹងប្រពន្ធគាត់មានសុខភាពល្អទេហ្នឹងហើយអញ្ចឹងជាកិច្ចចាប់ដើមនេះខ្ញុំចង់សួរទៅបងប្អូនជាហ៊ុនដែលជាប្តីរបស់ប្រពន្ធនេះដែលឈ្មោះម៉ែនឹងស្រីអូនដែលពួកគាត់បានស្លាប់នៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃទី9ខែមីនាឆ្នាំ2025នេះហើយបងប្អូនដែលហៅអង្គភាពយើងខ្ញុំហ្នឹងបងប្អូនកើតទុកមិនសុខចិត្តឬក៏បងប្អូនចង់សំណូមពរទៅស្ថាប័នណានៅក្នុងករណីនេះដែលប្រពន្ធនឹងកូនបងដែលស្លាប់នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ធំបាទសូមបងប្អូនរាប់រៀបណែនាំខ្លួនបងប្អូនបាទឈ្មោះហ៊ុនជីនហើយរស់នៅភូមិកំពង់ធំកំពង់ទេសក្រុងសង្សានខេត្តកំពង់ធំហើយខ្ញុំបាទសូមសំណូមពរដល់ក្រសួងលោកអាយដាមក្រសួងសុខាភិបាលខេត្តកំពង់ធំហើយប្រធានមន្ត្រីខេត្តកំពង់ធំបាទប្រធានមន្ត្រីសុខាភិបាលខេត្តកំពង់ធំប្រធានមន្ត្រីខេត្តសុខាភិបាលខេត្តកំពង់ធំសូមឲ្យគាត់ជួយមើលរឿងករណីប្រពន្ធខ្ញុំស្លាប់ទាំងកូនទាំងម្ដាយហើយសូមឲ្យជួយដោះស្រាយរឿងប្រពន្ធកូនខ្ញុំផងហើយខ្ញុំរៀបរាប់ពីប្រពន្ធកូនបាទសូមកាត់នៅលោកអូននេះបាទលោកអូនជួនហ៊ានបាទចំពោះករណីដែលនេះគឺដែលស្លាប់នៅប្រពន្ធប្អូនហើយនឹងកូនដែលយើងបានរៀបនៅពេលវេលាថ្ងៃខាងលើបងអ្នកសារព័ត៌មានចង់ទួប្អូនចេះកាលដែលប្រពន្ធប្អូនដែលមានកបាទមានកដែលមុនទៅដល់គៀនទៅដល់គ្រប់ខែទៅបង្កើតកូននៅក្នុងទីពេទ្យខេត្តកំពង់ធំនេះអញ្ចឹងចង់និយាយចេះចង់និយាយថាតើនៅកូនរបស់ប្អូននឹងវាកើតនៅគ្រប់ខែដែរឬក៏យ៉ាងម៉េចចូលនៅបងប្អូនឆ្លើយវិញមកបាទស្នើឆ្លើយប្រាប់នៅមកទស្សនិកជននឹងអាយដាមលោកទាវដើម្បីឲ្យគាត់ជ្រាបពីព័ត៌មានក្នុងករណីរឿងនេះបាទប្រពន្ធខ្ញុំគាត់កើតគ្រប់ខែកូននិយាយកើតមិនប្រពន្ធមួយដែរគ្រប់ខែនេះកូននៅក្នុងពោះប្រពន្ធប្អូនណាដែលពេទ្យបនុតឲ្យទៅកើតក្នុងគ្រប់ខែនៅរយៈពេល9ខែ15ខែអញ្ចឹងបាទដល់ហើយអញ្ចឹងជំនាញទី1ដែលមុនចូលទៅបង្កើតកូនទៅសម្រាប់កូននៅក្នុងមន្ទីរពេទ្យខេត្តកំពង់ធំនោះតែបងប្រពន្ធប្អូននោះបានធ្វើតាមវិជ្ជាជីវៈរបស់គ្រូពេទ្យដែលអាចទៅពិនិត្យកនឹងរយៈពេល3ដងដែរឬទេ
ចូលបងបញ្ជាក់មកលើកទី1នៅមិនពេទ្យណាលើកទី2នៅពេទ្យណាលើកទី3នៅពេទ្យណាចូលបងបញ្ជាក់ប្រាប់ឯកឧត្តមលោកទាវឲ្យលោកស្រីនិងប្រិយមិត្តដើម្បីឲ្យជ្រាបពីព័ត៌មានចំពោះករណីនេះបាទ បាទប្រពន្ធ សូមឲ្យបងបង្ហាញមកអាណា ប្រពន្ធខ្ញុំបានទៅពិនិត្យផ្ទៃពោះលើកទី1នៅខេត្តសៀមរាបនៅមន្ទីរពេទ្យគុណភបុផាជ័យវ័នទី7ហើយដល់ពេលលើកទី2គាត់បានមកពិនិត្យនៅមណ្ឌលសុខភាពខេត្តកំពង់ធំ បាទ លើកទី3ក៏គាត់បានពិនិត្យនៅមណ្ឌលសុខភាពខេត្តកំពង់ធំដែរនេះគឺកដាស់បញ្ជាក់ពីសុខភាពគុណខ្ញុំដែលគាត់ទៅពិនិត្យ បាទយើងអរគុណបងដែលបានរាប់រៀបតាមចំណុចមួយបាទអញ្ចឹងនៅលើកទី1នៅមន្ទីរពេទ្យខេត្តសៀមរាបលើកទី2នៅមណ្ឌលសុខភាពខេត្តកំពង់ធំលើកទី3 នៅមណ្ឌលសុខភាពខេត្តកំពង់ធំដែរ អញ្ចឹងសូមសួរបញ្ជាក់បងបន្តិចទៀតណាយើងជ្រុលថាបងឲ្យជួយផ្សព្វផ្សាយជាសួរនាំដើម្បីឲ្យអាដាមលោកទាវលោកស្រីប្រិយមិត្តជ្រាបព័ន្ធចង់សួរថាការពិនិត្យទាំង3នេះគឺសុខភាពរបស់នៅកូនលោកដែលនៅក្នុងគួរប្រពន្ធលោកនោះគឺសុខភាពល្អដែរឬក៏យ៉ាងម៉េច បាទប្រពន្ធខ្ញុំគាត់ពិនិត្យទាំង3លើកហ្នឹងគឺសុខភាពគាត់ល្អទេធម្មតាទេអត់មានថាសុខភាពកូនខ្សោយឬក៏ម្ដាយខ្សោយអត់មានទេគឺល្អ បាទអញ្ចឹងគឺសុខភាពល្អអញ្ចឹងហ្នឹងមែនទេយើងឯកភាពហ្នឹងចុះនៅថ្ងៃណាដែលប្រពន្ធបងដែលត្រូវគ្រប់ខែដែលចូលទៅឆ្លងទលេហ្នឹងចូលបងបញ្ជាក់ប្រាប់ឯកឧត្តមលោកជានៅប្រិយមិត្តដើម្បីជ្រាបជាព័ត៌មានម្ដងដែរបាទ ប្រពន្ធខ្ញុំគ្រប់ខែទៅឆ្លងទលេនៅមន្ទីរពេទ្យខេត្តកំពង់ធំហ្នឹងគឺថ្ងៃទី9ខែ3ឆ្នាំ2025បាទគឺគ្រប់ខែថ្ងៃហ្នឹងឯង បាទហើយចូលបងចង់សួរបញ្ជាក់បងបន្តិចចុះកាលដែលប្រពន្ធបងទៅឆ្លងទលេទៅបង្កើតកូននៅមន្ទីរពេទ្យខេត្តកំពង់ធំហ្នឹងបងទៅតែម្នាក់ឯងឬក៏មានម្ដាយឪពុកណាទៅជាមួយដែរ អត់ទេខ្ញុំអត់មានបងប្អូនខ្ញុំទៅតែ2នាក់ប្តីប្រពន្ធតង់មកតែ2នាក់ហ្នឹង ហ្នឹងហើយទៅដល់យើងចូលទៅឆ្លងមន្ទីរពេទ្យហ្នឹងនៅមន្ទីរពេទ្យហ្នឹងគេទទួលស្វាគមន៍យើងជាលក្ខណៈត្រឹមត្រូវឬមួយក៏យ៉ាងទៅដល់ ខ្ញុំចូលទៅដល់ខ្ញុំទៅសុំឈ្មោះពីមន្ទីរពេទ្យពួកអីចូលទៅដល់ម៉ោង6ប៉ុន្តែកន្លែងទូកញ្ចក់ដែលយើងចុះឈ្មោះហ្នឹងគេអត់ទាន់មកធ្វើការទេ បាទ អញ្ចឹងប្រពន្ធខ្ញុំមកគេច្អល់ថាមកឲ្យទៅកន្លែងនោះកន្លែងសម្ភពបកើតទៅ បាទ ខ្ញុំមកឡើងមកសុំមន្ទីរកន្លែងឈ្មោះនេះប្រពន្ធខ្ញុំទៅដល់កន្លែងកន្លែងកើតបាត់ហើយកន្លែងសម្ភពបាត់ហើយគាត់អង្គុយលើកង់កើតបាត់ហើយហ្នឹង អញ្ចឹងបងសូមបញ្ជាក់ដែលយើងចូលទៅដល់មន្ទីរពេទ្យខេត្តដំបងហ្នឹងយើងធ្វើលិខិតបាត់ពីកន្លែងមន្ទីរពេទ្យដើម្បីសូមយកប្រពន្ធទៅសម្រាប់កូននៅមណ្ឌលកន្លែងពេទ្យថ្មអញ្ចឹងបងសូមបញ្ជាក់អានេះគឺជាបានបងសសរបស់នៅខ្មោចប្រពន្ធលោកប្រពន្ធបងឬយ៉ាងម៉េចនេះ បាទនេះគឺជាបានបសរបស់ប្រពន្ធខ្ញុំដែលគាត់មានផ្ទៃពោះបានថៃជាប្រហែលខែទេបានគាត់ទៅធ្វើអាហ្នឹងដើម្បីស្រួលដោះស្រាយជីវភាពកើតកូនកើតអីទៅអត់លុយអស់កាក់ហើយណាមួយយើងវាក្រខ្សត់ផងក៏គាត់ឃើញធ្វើអាហ្នឹងទៅបានដោះស្រាយជីវភាព បាទអរគុណបងសូមបងរៀបរាប់បន្តទៀតបងចង់សួរទៀតអញ្ចឹងដែលបងទៅដល់មន្ទីរពេទ្យដំបងបងបង្ហាញបានសសនេះទៅដល់មន្ទីរពេទ្យអញ្ចឹងអញ្ចឹងគេអត់មានថាម៉េចទេគេអត់ទាកម្រៃសេវាយើងឬក៏យ៉ាងម៉េចយើងទៅដល់បងនឹង អត់ទេគាត់ថាខ្ញុំទៅចុះឈ្មោះទៅហើយ និយាយលុយតិចមក ខ្ញុំទៅដល់ខ្ញុំគេឲ្យខ្ញុំហើយម៉ោង7បានឲ្យខ្ញុំទៅចុះឈ្មោះព្រោះប្រពន្ធខ្ញុំចូលម៉ោង6ហើយប៉ុន្តែអ្នកធ្វើការហ្នឹងគេអត់ទាន់ចូលទេគេចូលម៉ោង7អញ្ចឹងបានគេដេញខ្ញុំឲ្យមកចុះឈ្មោះយកកាតហ្នឹងមកចុះឈ្មោះបសហ្នឹងទៅខាងការងារគេហ្នឹងគេគ្រាន់តែឃើញហ្នឹងគេធ្វើឲ្យប៉ុន្តែគេអត់ទាកម្រៃយើងទេ បាទអរគុណអញ្ចឹងចូលបងរៀបរាប់បន្តទៀតដែលពេលមុនទៅដល់កន្លែងនៅមន្ទីរនៅសម្ភពនៅកន្លែងបង្កើតកូនតែពេទ្យមកបង្កើតកូនហ្នឹងបងចូលបងរៀបរាប់មុនពេលដែលប្រពន្ធប្អូននិងកូនប្អូនដែលស្លាប់ចូលបងរៀបរាប់បន្តិចដើម្បីប្រាប់ដល់ឯកឧត្តមលោកទាវដើម្បីជ្រាបពីព័ត៌មានមក បាទជាដំបូងខ្ញុំនិយាយពីនៅផ្ទះ បាទ ម៉ោងប្រហែលជា5ប្រពន្ធខ្ញុំបានបែកទឹកភ្លោះគាត់ភ្ញាក់ឡើងគាត់ថាបងខ្ញុំតើពេញខ្លួនបែកទឹកភ្លោះនេះបាទម៉ោង5ចិត្តភ្លឺ ទី9ណា ទី9ហើយគាត់បានសោយរោគគាត់ហ្នឹងឲ្យឃើញឈាមប្រាបាទបែកទឹកភ្លោះហើយឲ្យឈាមប្រាហ្នឹងមកនឹកឃើញថាគឺឲ្យឈឺពោះហើយខ្ញុំក៏បានទាញថាស្អាប់អាយ៉ែថយចេញប្រពន្ធខ្ញុំគាត់ផ្លាស់សរងផ្លាស់អីហើយគាត់យូរទាំងកន្ត្រកយូរទាំងអីមកទៅចាំខ្ញុំនៅផ្លូវមុនមកខ្ញុំអាយ៉ែមិនទាំងតាន់គាត់ផងឲ្យសុខភាពគាត់ល្អចង់ងាប់ហ្នឹង បាទ ដល់ពេលខ្ញុំអាយ៉ែចេញហើយបានគាត់បើកទ្វារឡើងអង្គុយទៅដល់
ពេទ្យ ដល់ពេលហើយមក ហើយម៉ោង6 មក6ព្រឹក បាទពួកអីចេញពីនេះទៅដល់នោះត្រឹមដល់ពេទ្យហើយជាម៉ោង6ហើយ 6ព្រឹកថ្ងៃទី9ហ្នឹង មួយព្រឹកថ្ងៃទី9ហ្នឹង បាទ គាត់ទៅដល់ប្រពន្ធខ្ញុំចុះពីលើ WhatsApp សួរគេថាលោកបងប្អូនយើងនៅពេទ្យគាត់ហាត់ប្រាណនោះ បាទយល់ បាទគាត់សួរថាកន្លែងណាកន្លែងគេកាត់កូននោះ បាទ ទៅគេច្អល់ថាពីណោអញ្ចឹងសួរគេមួយទៀតថាកន្លែងចុះឈ្មោះដល់ពេលខ្ញុំដើរទៅចុះឈ្មោះប្រពន្ធខ្ញុំដើរទៅកន្លែងសុភបបង្កើត បាទ បាទខ្ញុំទៅចុះឈ្មោះដល់ពេលសួរគេចុះឈ្មោះពួកអ្នកដែលធ្វើការហ្នឹងគេអត់ទាន់ទៅទេម៉ោង6ហ្នឹងម៉ោង7បានមកអញ្ចឹងដល់ពេលប្រពន្ធខ្ញុំទៅដល់កន្លែងអាក្អីបង្កើតកូនហ្នឹងគាត់ឡើងដេកនឹងបាត់ហើយពេទ្យដែលវេនយប់ហ៎ បាទពេលថ្ម បាទពេទ្យឆ្មបហ្នឹងឲ្យដេកលើអាក្អីឯកបង្កើតកូនហ្នឹងប៉ុន្តែគាត់ថាពេលហ្នឹងប្រពន្ធខ្ញុំឈឺអេលអូលដែរប៉ុន្តែគាត់វាមិនទាន់ដល់ពេល បាទយល់ បាទអត់ទាន់ដល់ពេលហើយខ្ញុំក៏នៅចិត្តប្រពន្ធខ្ញុំចាប់ដៃចាប់ជើងច្បាច់ដៃច្បាច់ជើងឲ្យគាត់ប៉ុន្តែពេទ្យគាត់អត់ទាន់ឲ្យប្រពន្ធខ្ញុំប្រឹងអីមិនអីឃើញអេលអូលហើយណាមួយគេអ្នកចិត្តខាងហ្នឹងគេកើតកូនដែរប៉ុន្តែគេកើតហើយ បាទយល់ បាទគេកើតហើយអញ្ចឹងពេទ្យពីអ្នកដែលចាស់ហ្នឹងគាត់នៅរេរនៅអាកន្លែងកើតកូនហ្នឹងចុះឡើងនឹងធ្វើអីទេការងារពេទ្យគេហើយប្រពន្ធខ្ញុំចេះតែឈឺអូយបងឈឺណាស់បងឈឺណាស់ បាទយល់ បាទ យល់នៅពេលហ្នឹងដែលប្រពន្ធលោកដល់កន្លែងពេលបង្កើតកូនហ្នឹងតើពេលហ្នឹងគេមានយកចិត្តទុកដាក់នៅចំពោះលោកហើយនឹងប្រពន្ធលោកនឹងដែរឬក៏យ៉ាងម៉េចគេក្នុងលក្ខណៈតែពេលហ្នឹងគេចង់និយាយថាជីវៈរបស់ពេទ្យគេមានក្រមសីលធម៌ឬមួយក៏យ៉ាងម៉េចគេមិនរើសអើងកាន់អ្នកមានអ្នកក្រឬក៏មានបានសហើយក៏គេមិនសូវយកចិត្តទុកដាក់ដោយសារនេះគឺជាសេវារបស់នៃរដ្ឋអញ្ចឹងណាគឺឬក៏យ៉ាងម៉េចចំណុចហ្នឹងយើងអត់បានមានឲ្យសេវាឲ្យបាយទឹកអីគេលេចការជើងស្ដូងទេនៅពេលហ្នឹង អត់ទេខ្ញុំអត់បានឲ្យទេដោយសារថាពេលហ្នឹងខ្ញុំអាងលើប៉ាន់បស បាទយល់ ប្រពន្ធខ្ញុំហ្នឹងឮគេថាប៉ាន់បសអត់អស់លុយអត់អស់កាក់ទេ បាទ កើតអត់មានអស់លុយអត់អស់កាក់នឹកឃើញថាបែបអញ្ចឹងដឹងហើយណាមួយខ្ញុំវាក្រខ្សត់អត់ផង យល់ទេចឹងបងសុំកាត់បងនេះខ្ញុំចង់សួរទេអញ្ចឹងកំពុងតែដាក់លើពេទ្យគឺប្រហែលជាវេលាម៉ោងប្រហែលក្នុងថ្ងៃទី9ខែ3ហ្នឹងដែលគេរុញចូលទៅទុបបង្កើតកូនហើយជាម៉ោងប្រហែលនៅក្នុងថ្ងៃទី9 មកពេលដែលទៅដល់ភ្លាមគាត់ឡើងលើកអីនឹងឲ្យអង្គុយលើកអី អញ្ចឹងនៅក្នុងម៉ោង6ព្រឹកថ្ងៃទី9ហ្នឹងដល់ឡើងចូលក្នុងកន្លែងហ្នឹងគេអត់ទាន់ចូលទៅដល់ក្នុងបន្ទប់បង្កើតទេអី ចូលក្នុងបន្ទប់បង្កើតហ្នឹង ក្នុងនៅម៉ោង6ម៉ោង7ហ្នឹង បាទ ថ្ងៃហ្នឹងអញ្ចឹងយល់ហើយដែលប្រពន្ធកូនស្លាប់នឹងកូនប្រហែលជាម៉ោងប្រហែល ខ្ញុំអត់ដឹងដោយសារអីពេលដែលប្រពន្ធខ្ញុំកើតកូននោះក៏បានស្លាប់ហើយដល់ពេលខ្ញុំចូលមកមើលប្រពន្ធខ្ញុំបែរជាខ្ញុំឃើញពោះគាត់អត់អញ្ចឹងទៅក៏ឈាមហូរហើយដល់ពេលខ្ញុំភ័យខ្ញុំហៅប្រពន្ធខ្ញុំ3ម៉ាត់ខ្ញុំថាអូនកុំបិទភ្នែកចាអូនកុំបិទភ្នែកចាអូនលឺអត់កុំបិទភ្នែកដល់ពេលហ្នឹងពេទ្យប្រុសពេទ្យហ្នឹងនឹងអាចជាដុកទ័រមិនដឹងឬមិនទេគាត់មកដល់គាត់កេះខ្ញុំចេញឲ្យខ្ញុំចេញគាត់ថាគាត់ធ្វើការក៏ខ្ញុំចេញហើយគុណខ្ញុំស្លាប់ហ្នឹងខ្ញុំអត់ដឹងមកម៉ានទេព្រោះអីពេលហ្នឹង ឥឡូវបងចង់សួរបញ្ជាក់ទៀតអញ្ចឹងនៅក្នុងយើងចូលទៅដល់មន្ទីរពេទ្យម៉ោង6ទៅម៉ោង7ដែរ បាទ អញ្ចឹងរហូតដល់ដឹងដំណឹងក្នុងថ្ងៃទី9ខែ3ហ្នឹងពេលដំណឹងថាពេលស្មានណាដែលមានបញ្ជាពីវិជ្ជបណ្ឌិតគ្រូពេទ្យឬក៏គ្រូពេទ្យនៅក្នុងសាលបង្កើតកូនហ្នឹងគេប្រាប់បងថាស្លាប់ម្ដាយនិងកូនហ្នឹងប្រហែលជាម៉ោងប្រហែល ហើយជាម៉ោង2ទៅ3 អញ្ចឹងម៉ោង2ទៅ3 បាទ អញ្ចឹងការចូលទៅដល់បន្ទប់សម្រាប់កូនហ្នឹងពីម៉ោង6ទៅម៉ោង7អញ្ចឹងការស្លាប់ម៉ោង2ម៉ោង3នៅថ្ងៃទី9ខែ3 2025នឹងឡើយបាទ ប៉ុន្តែស្លាប់មិនមែននៅកន្លែងសាលកើតទេ អូ កើតនៅកន្លែងអាវះកាត់ កន្លែងវេកាត់ បាទ យកមកសាវេកាត់ទៀត បាទរុញពេលតែកូនស្លាប់ហើយហើយជា2ម៉ោងបានដឹងមិនទេថាអស់ឈាមអស់អីឲ្យខ្ញុំទៅរកឈាមហើយសួរខ្ញុំថាមានបងប្អូនអត់ខ្ញុំថាអត់មានទេដូចខ្ញុំនិយាយអញ្ចឹងខ្ញុំចូលទៅដល់ខ្ញុំប្រាប់ពេទ្យថាខ្ញុំអត់មានបងប្អូនទេខ្ញុំមានតែពីរអ្នកប្តីប្រពន្ធទេ បាទយល់ បាទ អញ្ចឹងដែលបងនឹងដែលស្លាប់ហ្នឹងមិនមែនដែលនេះមិនមែនស្លាប់នៅក្នុងកន្លែងចង់និយាយថាមិនដឹងឬក៏កន្លែងបង្កើត នៅបង្កើតកូនហ្នឹងទេ ខ្ញុំមិនដឹងថាស្លាប់នៅហ្នឹងឬក៏នៅកន្លែងវះកាត់ទេព្រោះអី ឥឡូវបងសួរជាទៀតអញ្ចឹងពីកន្លែងដែលមិនដឹងបង្កើតកូនមកកន្លែងវេកាត់ហ្នឹងសារជាប់គ្នាឬមួយក៏នៅឆ្ងាយគ្នា ឆ្ងាយហើយជា100ម៉ែត្រ អញ្ចឹងពេលគេបញ្ជូនប្រពន្ធកូនចេញពីមន្ទីរពេទ្យសាបង្កើតកូនហ្នឹងទៅកន្លែងមន្ទីរវេកាត់ហ្នឹងតែតើកូនហ្នឹងដែរនៅច្រឡំ ខ្ញុំដឹងខ្ញុំដើរតាមពីក្រោយ តាមក្រោយគឺប្រពន្ធកូននៅស្លាប់ទេ ខ្ញុំអត់ដឹងថាស្លាប់ស្រាប់អុកស៊ីហ្សែនជាប់ ហើយជាប់ប៉ុន្តែនៅពេលហ្នឹងប្រពន្ធកូនហ្នឹងបានឆ្លងទៅលេកើតកូនហើយ ហើយ ហើយយកទៅកន្លែងដែលវាកាត់ ថាតខ្សែឈាមថាហូរឈាមច្រើន បាទអរគុណ
ដំលោកទីលោកស្រីប្រិយមិត្តទាំងអស់ទូទាំងប្រទេសក្នុងប្រទេសក្រៅប្រទេសក្តីហ្នឹងដែលតាមដានការ live ផ្ទៃតរវាងខ្ញុំនឹងបាទដូចហ្នឹងហើយនឹងជាមួយបងប្អូនហ៊ុនជិនបាទដើម្បីដែលជ្រៀតតាមបណ្ដាញសង្គមដើម្បីឲ្យដកអញ្ចឹងករណីនេះនៅផ្ទះទៅដល់កន្លែងវាកាត់អញ្ចឹងយើងគេប្រគល់សពឲ្យបងប្អូនហើយប្រគល់យកទៅធ្វើបុណ្យគេយកទៅធ្វើបុណ្យសពបងប្អូនហ្នឹងអ្នកស្រុកកំណើតអ្នកនៅណាអ្នកតកែវបាទគិរីវងសាទរស្រុកគិរីវងសាទរអញ្ចឹងបងអត់មានធ្វើបុណ្យនៅនឹងផ្ទះបងដែលកំពុងតែយើងកំពុងពីធ្វើបត់បង្ហាញបត់សម្ភារនេះទេយើងគេមន្ទីរពេទ្យយើងឯកភាពទេបងប្អូនគេខាងនោះឲ្យយកបញ្ជូនទៅមន្ទីរពេទ្យខាងនោះអានោះបងចង់សួរថយមកក្រោយវិញចេះនៅក្នុងករណីដែលពេទ្យដែលចូលដល់កន្លែងពេទ្យវះកាត់គេមិនមានវះកាត់បងស្រីទេខ្ញុំអត់បានដឹងអីចុះពេលស្លាប់អូនអត់មានឆៃមើលតាណាទេអត់បានឆៃដោយសារពេលហ្នឹងខ្ញុំស្លន់ផងហើយណាមួយម៉ែក្មេងអើក្មេងទេឲ្យប្រញាប់យកទៅធ្វើបុណ្យនៅនោះនៅនោះអញ្ចឹងបានចង់សួរចេះករណីនេះណែចង់និយាយដល់សពអត់ដែលគាត់ស្លាប់ខ្លាចជាសពហើយបងអត់បានពិនិត្យនៅមើលសរីរាង្គកាយរបស់អត់ទេបងស្រីទៅតាំងដែលចេញទីដែលនៅក្នុងមន្ទីរពេទ្យប្រភពប្រកបពេលនោះគឺអត់មានការរៀបការទេបាទអត់បានឆែកមើលទេព្រោះអីនៅកន្លែងមន្ទីរពេទ្យនៅតបកាយកូនឲ្យបានឆែកមើលដែរបាទអត់ហើយរហូតដល់សត្វស្លាប់គេជួយមកយើងឲ្យបានឆែកមើលដែរបានឆែកទៀតអត់បានឆែកថាមានការរៀបការទេដែរអត់បានមើលអូបាទអញ្ចឹងអាដាមលោកទីលោកស្រីប្រិយមិត្តគាត់បញ្ជាក់ឲ្យគាត់អត់បានតាមទេអញ្ចឹងនៅកន្លែងខ្ញុំច្បាប់ហ្នឹងសូមបញ្ជាក់ថាកូនហ្នឹងកើតរួចហើយដោយសុខភាពមិនបានរដូវមិនបានគ្រប់គ្រាន់វិជាជីវៈពេទ្យគេថាมันអាចនៅហ្នឹងគេយកទៅកន្លែងនៅមណ្ឌលវះកាត់ដល់កន្លែងមណ្ឌលវះកាត់ហ្នឹងគាត់ស្លាប់នៅក្នុងមណ្ឌលនោះហើយហើយជា2-3ម៉ោងបានប្រាប់ខ្ញុំឲ្យខ្ញុំយកសពទៅធ្វើបុណ្យធ្វើទៀតគេថាសូមរំលែកទុកផងពេលហ្នឹងគឺខ្ញុំអស់លីងមុននឹងដែរប្រាប់ថាស្លាប់ហ្នឹងគឺគាត់ឲ្យខ្ញុំទៅផ្ដិតមេដៃវះកាត់ខ្ញុំអត់បានទៅមើលប្រពន្ធទៀតពេលដែលថាផ្ដិតមេដៃវះកាត់ហ្នឹងខ្ញុំអត់បានទៅមើលទៀតខ្ញុំនៅពេលហ្នឹងយើងផ្ដិតគេដែរផ្ដិតដោយសារភ័យពេកនេះវាត្រូវតែជាចឹងបោះមនុស្សពេទ្យបងឯងត្រូវយល់ថាមុននឹងដល់ធ្វើដំណាក់កាលហ្នឹងគេត្រូវការវះកាត់ទេប៉ុន្តែយើងចង់និយាយថាប្រពន្ធបងដែលទៅដល់មន្ទីរពេទ្យបង្កើតកូនដំបូងណាក្នុងថ្ងៃទី9ហ្នឹងណាវេលាម៉ោង6 7ព្រឹកហ្នឹងបងមានយល់មិនថាអញ្ចឹងនៅពេលហ្នឹងគឺចង់និយាយថាមន្ទីរពេទ្យហ្នឹងដែលចូលប្រសាដែរមកហើយដែលគេចូលបង្កើតប្រពន្ធបងនេះកូននេះតាំងតែប្រហែលមានប្រហែលនៅពេលហ្នឹងពេលដែលដូរម៉ោងពេទ្យតែម្នាក់ទេហើយនឹងអនាម័យម្នាក់អញ្ចឹងចូលទៅបង្កើតនៅបងកូនណាម៉ោងបងឯងប្រពន្ធកូនឯងដែលចូលបង្កើតកូនហ្នឹងគឺមានតែពេទ្យម្នាក់និងអ្នកស្មាតអនាម័យម្នាក់ស្មាតអនាម័យម្នាក់ពេលម៉ោង9ម៉ោង10បាទអរគុណអាយដាមលោកទីលោកស្រីប្រិយមិត្តអានឹងសួរថាព្រោះខ្ញុំវាមិនមែនធ្វើចេះជំនាញវិជ្ជាជីវៈពេទ្យទេចង់ជួសមុខឲ្យសម័យដើមខ្លួននឹងលោកហ៊ុនជិនដែលត្រូវជាប្តីនឹងចង់និយាយថាអនុជាជីវៈពេទ្យហ្នឹងគេពេលបង្កើតកូនគេទៅម្នាក់ឯងឬក៏2នាក់ឬអត់មានដុកទ័រឬអត់មានអីអានឹងយើងហ៊ានទេអានឹងមានឬក៏អញ្ចឹងគេធ្វើអញ្ចឹងកើតឬមួយយ៉ាងម៉េចអានឹងយើងអត់ដឹងណាអានេះគឺក្រមសីលធម៌វិជ្ជាជីវៈប៉ុន្តែនៅពេលហ្នឹងគឺមានតែពេទ្យម្នាក់ហើយនឹងអ្នកបម្រើអ្នកបោះសម្រាប់អ្នកអនាម័យបាទហើយអញ្ចឹងបងមានអីយោបល់បន្តទៀតទេខ្ញុំសូមសំណូមពរឲ្យរឿងថាវិជ្ជាជីវៈពេទ្យខ្ញុំដឹងថាគឺមានហើយប៉ុន្តែគាត់ថាការធ្វើប្រហែលធ្វើឲ្យប្រពន្ធកូនខ្ញុំស្លាប់គឺខ្ញុំពិបាកខ្ញុំចង់អានេះការធ្វើប្រហែលរបស់នៅមន្ទីរពេទ្យចង់និយាយថាមកពីការធ្វើប្រហែលរបស់មន្ទីរពេទ្យបានបណ្ដាលធ្វើប្រពន្ធនិងកូនស្លាប់កូនខ្ញុំស្លាប់បាទឥឡូវបងចង់សួរបន្តអូនតិចទៀតឥឡូវបងសពថ្ងៃហ្នឹងដែលតាំងពីបានគ្នាមកនៅប្រហែលឆ្នាំខ្ញុំបានគ្នាចូល7ឆ្នាំហើយបាទជើងបងមានកូនប្រហែលកូន1ហើយនឹងកូន2នៅក្នុងពោះដែលស្លាប់កូន2បាទហើយចុះសពថ្ងៃបងប្រកបមុខរបរអីនេះខ្ញុំកាមេរ៉ាសេរីមុខរបរនេះមុខរបរខ្ញុំលក់នំនេះនំចាក់នំស្រួយបន្តិចបន្តួចមួយថ្ងៃបាន 4-5 ម៉ឺនបានគ្រាន់បានចំកូនចំម្ដាយនៅផ្ទះអញ្ចឹងលក់លក្ខផលលក់មួយថ្ងៃហ្នឹងបានចំណូល5ទៅ6ម៉ឺនបាទអាហ្នឹងគិតទាំងដើមឬក៏ចំណេញការទាំងអញ្ចឹងទាំងដើមទាំងការរបស់មួយថ្ងៃបានតែ6 7ម៉ឺនទេ6ម៉ឺន5ម៉ឺន6ម៉ឺនឬ5ម៉ឺនចុះវាកាត់ចំណេញទៅបានប្រហែលប្រមាណម៉ឺនបាន2ម៉ឺន3ម៉ឺនអញ្ចឹងអញ្ចឹង2 3បាទអរគុណបាទអញ្ចឹងជំរាបអាយដាមលោកទីលោកស្រីប្រិយមិត្តបាទគាត់ជាជីវភាពខ្វះខាតដែរទេគាត់បានគ្នានេះគាត់អ្នកកំពុងធំប្រពន្ធគាត់អ្នកហេតុកែបាទគាត់នៅតាក់ទងគ្នាគាត់បានគ្នា7ឆ្នាំហើយនឹងតាមរយៈណាទេសេចក្តីស្នេហាដំបូងយកដឹងដែរប៉ុន្តែគាត់បានមានកូននិស័យមានកូន2បាទកូន1នេះអាយុប្រហែលជាប្រហែលកូននេះអាយុប្រហែលពី6 7ឆ្នាំហើយបាទហើយកូនស្លាប់មួយដែលប៉ុណ្ណឹងតែឥឡូវនេះគាត់នាំពោមកអង្គភាពយើងចំនោះដូចខ្ញុំនិយាយពីខាងដើមឲ្យជួយធ្វើការផ្សព្វផ្សាយបាទ
តាមបណ្ដាញសង្គមទៅដើម្បីឲ្យអាយដាមលោកទីជ្រាវឲ្យជួយធ្វើការពិចារណាក្នុងរឿងនេះអញ្ចឹងដោយគាត់បានបញ្ជាក់ក្នុងករណីដែលប្រពន្ធគាត់កើតកូននៅទីពេទ្យខេត្តកំពង់ធំនេះដែលបណ្ដាលឲ្យស្លាប់ប្រពន្ធហើយកូននេះគឺគាត់ចង់និយាយថាជាចំណុចការធ្វើប្រហែសរបស់នៅមន្ទីរពេទ្យឬក៏របស់នៅអ្នកប្រចាំការវេននីមួយៗអានេះចង់ជាសំណួរដាក់សួរថាតែតែឆ្មោះពេលបង្កើតកូនតែម្នាក់ឯងឬតែពីរនាក់ឬអ្វីពេលបង្កើតកូនតែមានដឹកតហ្នឹងចូលទៅរួមនៅក្នុងការបង្កើតនឹងដែរក៏អានេះជាគាត់ថាជាសំណួរអាខ្ញុំចូលជាប្រជាពលរដ្ឋមិនដែរគាត់ដាក់សំណួរសួរទៅមន្ទីរពេទ្យតែប៉ុណ្្នឹងទេអានេះខ្ញុំមិននិយាយថាមន្ទីរពេទ្យគ្មានចំណេះដឹងឬខុសក្រមសុំសិលថយអត់មានទេខ្ញុំអត់ចង់និយាយអញ្ចឹងគាត់ការធ្វើប្រហែសបណ្ដាលតាមសម្ដីដែលបងនិយាយអញ្ចឹងជាកិច្ចបញ្ចប់នេះយើងនឹងធ្វើកិច្ចការឡាយតើបងមានសំណពរទៅដល់ស្ថាប័នណាឬក៏អាជ្ញាធរណាដែលមានការពាក់ព័ន្ធជាមួយនឹងការងារស្ថាប័ននេះបងអាចសំណពរទៅដល់ណាតោះយើងនឹងបិទព្រមការឡាយ សូមសំណូមពរលោកអាយដាមលោកកន្ទាវហើយកម្លាំងក្រសួងសមត្ថកិច្ចមានការពាក់ព័ន្ធនេះសូមជួយស្រាវជ្រាវហើយនឹងដោះស្រាយរឿងរបស់ប្រពន្ធខ្ញុំដែលស្លាប់ទាំងប្រពន្ធទាំងកូននេះឲ្យខ្ញុំផងព្រោះអីខ្ញុំរងថ្ងៃមិនដឹងពឹងអីទីតលណាស់រងថ្ងៃបាទរកព្រឹកខំនេះមានកូនមានអីផងរកកូនរៀនផងហើយប៉ះល្ងាចអញ្ចឹងខ្ញុំសូមឲ្យក្រសួងសុខាភិបាលហើយនឹងលោកសមត្ថកិច្ចណាដែលពាក់ព័ន្ធជាមួយសូមឲ្យជួយដោះស្រាយរឿងខ្ញុំហើយនឹងប្រជាជនដែលនៅជុំវិញប្រទេសក្នុងប្រទេសកម្ពុជាសូមជួយមើលការដែលខ្ញុំឡាយនេះតើខ្ញុំខុសឬត្រូវជួយវិភាគមើលបាទសូមឲ្យជួយដោះស្រាយវិភាគមើលបាទអរគុណបងមិនអីទេគាត់ចង់សំណពរតើដែលប្រពន្ធគាត់ស្លាប់នៅក្នុងមន្ទីរពេទ្យនេះគាត់មិនអស់ចិត្តគាត់ថាដោយសារការធ្វើប្រហែសរបស់ពេទ្យបាទអាហ្នឹងគំនិតរបស់គាត់ចង់ចឹងអញ្ចឹងគាត់សុំសំណពរទេគាត់សំណពរគាត់អត់គាត់មកខ្ញុំជួយបន្ថែមទៅហើយខ្ញុំក៏មិនមែនមកឡាយធ្វើព័ត៌មាននេះមានផលប្រយោជន៍អីពីគាត់រាប់អីទេអានេះការជួយសង្គមព្រោះអ្នកព័ត៌មានតួនាទីភារកិច្ចទី1គឺចុះយកព័ត៌មានទី2យកព័ត៌មានបានគ្រប់ជ្រុងជ្រៅធ្វើព័ត៌មានតែនេះគឺជាព័ត៌មានបាត់បង្ហាញដើម្បីឲ្យអាយដាមយល់ជ្រាបប្រពន្ធគាត់ស្លាប់គឺឥឡូវនេះវាជិត2ខែហើយយើងចង់និយាយទៅប៉ុន្តែគាត់លើថាមិនសាច់សំណពរដល់អង្គភាពខ្ញុំឲ្យជួយផ្សព្វផ្សាយទៅតាមបណ្ដាញសង្គមព័ត៌មានបាទតាមបណ្ដាញសង្គមដើម្បីឲ្យជ្រាបពីព័ត៌មានដូចគាត់ចង់និយាយចឹងគាត់ចង់បញ្ជាក់ថាពិសេសគឺរដ្ឋមន្ត្រីក្រសួងសុខាភិបាលនឹងអាយដាមអីនៅអាយដាមជាងរ៉ាហ្នឹងហើយនឹងទី2គឺនៅលោកស្រីស្រីនេះប្រធានមន្ទីរសុខាភិបាលពេទ្យខេត្តកំពង់ធំហើយលោកឈ្មោះឲ្យស្រីស៊ីននេះដែលទទួលបន្ទុកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំហើយនឹងគាត់សំណពរដល់មន្ត្រីក្រសួងសុខាភិបាលគួរតែឲ្យមានកម្លាំងអធិការកិច្ចរបស់ក្រសួងចុះមកសិក្សាស្រាវជ្រាវចំពោះបញ្ហារឿងនៅប្រពន្ធគាត់និងកូនគាត់ដែលស្លាប់នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ធំពីថ្ងៃទី9ខែ3ឆ្នាំ2025នេះបាទអញ្ចឹងយើងដូចជាអស់រឿងហើយដូចអត់មានអីបន្តទៀតទេឬក៏បងមានសំណពរថែមទៅលើចំណុចណាទៀតដើម្បីឲ្យប្រិយមិត្តយើងជ្រាបជាព័ត៌មានបាទអញ្ចឹងអរគុណការងារនេះខ្ញុំមិនមែនជាតុលាការហើយក៏ខ្ញុំមិនមែនជាស្ថាប័នជំនាញពាក់ព័ន្ធជាមន្ត្រីនគរបាលយុទ្ធផលគឺខ្ញុំជាអ្នកសារព័ត៌មានខ្ញុំនិយាយក្រមរឿងដែលបងសំណពរទៀមទាទៅដល់មន្ទីរពេទ្យដើម្បីរកថវិកាខ្លះក៏ខ្ញុំអត់ដឹងដែរចំណុចនេះណាយើងប្រាប់បងប្អូនទស្សនិកជនឲ្យចាំមើលគីឡូនៅមន្ទីរពេទ្យហ្នឹងគាត់មានការអាណិតអាសូរដល់បងប្អូនអីគាត់ជួយយ៉ាងម៉េចអាហ្នឹងយើងអត់ដឹងណាបាទហើយរឿងមួយក៏ប្រព័ន្ធតឡាការអីនេះស្ថាប័នឯកការគាត់មើលថារឿងហ្នឹងវាមានចំណុចណាមួយនេះគាត់អាចហៅមន្ទីរពេទ្យទៅសួរនាំក្នុងចំណុចណានោះហើយបោដៃទៅសួរក្នុងចំណុចណានោះបងអត់ដឹងទេអញ្ចឹងបងអ្នកព័ត៌មានគាត់បានជួយផ្សព្វផ្សាយតែប៉ុណ្្នឹងឲ្យទស្សនិកជននិងប្រិយមិត្តទាំងអស់ដែលនៅក្នុងប្រទេសស្រុកក្រៅប្រទេសដើម្បីជ្រាបជាព័ត៌មានហើយជួយវិភាគសាររឿងនេះតែវាស្ថិតនៅក្នុងចំណុចណាណាបាទអរគុណអញ្ចឹងយើងមិនបတ်ការឡាយអីបាទអរគុណបាទអញ្ចឹងជាកិច្ចចុងក្រោយនេះជាទីបញ្ចប់នេះចុះបាទលេងនឹងហើយនឹងសហការនេះហើយនឹងលោកពូនជិនសូមក្រាបលោកអង្គការគោរពលាពីប្រិយមិត្តតែព្រះបាទសូមអរគុណសូមគោរពលា